បន្ទាប់ពីបានសម្ដែងសម្ណាលសាកសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហាររួចមកនៅរសៀលថ្ងៃទី19ខែមីនាឆ្នាំ2025ឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិបានបន្តដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិចុះជួបសម្ដែងសម្ណាលនិងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី4ស្ថិតនៅឃុំស្រអែមស្រុកជាំខ្សានខេត្តព្រះវិហារនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិបាននាំយកនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកនិងជូនពរពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគ្រប់ជាន់ថ្នាក់ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិបូរណភាពទឹកដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខសូមមានសុខភាពល្អបំពេញភារកិច្ចសម្រេចដោយជោគជ័យជូនជាតិមាតុភូមិបន្ថែមពីនេះឯកឧត្តមនាយឧត្តមសេនីយ៍សថេតក៏បានកត់សម្គាល់នៅសភាពការថ្មីដែលបានកើតឡើងពិសេសឧបាយកលទុច្ចរិតរបស់ក្រមប្រឆាំងជ្រុលនិយមដែលនៅចិញ្ចឹមចិត្តប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយផ្សេងប៉ុន្តែសកម្មភាពទាំងអស់នោះត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាននិងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលពាក់ព័ន្ធឯកឧត្តមនាយឧត្តមសេនីយ៍សថេតបានណែនាំទៀតថាដោយសារខេត្តព្រះវិហារមានភូមិសាស្ត្រជាប់ជាមួយបណ្ដាប្រទេសដទៃហើយងាយប្រឈមជាមួយបទល្មើសដែលអាចកើតឡើងនៅតាមព្រំដែនពិសេសបទល្មើសឆ្លងដែនខុសច្បាប់និងបទល្មើសគ្រឿងញៀនដូច្នេះហើយត្រូវពង្រឹងនិងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធនិងប្រទេសជាមិត្តដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមកសម្ដៅបង្ការទប់ស្កាត់និងឈានទៅបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលាឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិក៏បានក្រើនរំលឹកជាថ្មីដល់កម្លាំងនគរបាលការពារព្រំដែនត្រូវសហការជាមួយបណ្ដាអង្គភាពកម្លាំងប្រដាប់អាវុធផ្សេងទៀតបង្កើនការល្បាតតាមបន្ទាត់ព្រំដែនដោយយកចិត្តទុកដាក់ដើម្បីការពារដែនអធិបតេយ្យនិងបូរណភាពទឹកដីបាទបងជួយមើលមុខ